តើនឹងមានរឿងអ្វីកើតឡើងបើសិនបើអ្នកទាំងអស់គ្នាអាចត្រឡប់ទៅកាន់អតីតកាលវិញបានតើអ្នកទាំងអស់គ្នានឹងត្រឡប់ទៅកាន់អតីតកាលវិញឬក៏ចាប់ផ្ដើមបន្តដើរទៅមុខដើម្បីស្វែងរកអនាគតដ៏ស្រស់ស្អាតសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកសម្រាយ anime មួយដែលមានចំណងជើងថា The Tunnel to Summer The Exit of Goodbye ដែលដឹកនាំដោយលោក Tomohisa Takushi តោះចឹងដើម្បីកុំឲ្យខាតពេលយូរស្ដាប់ខ្ញុំសម្រាយទាំងអស់គ្នាសាច់រឿងចាប់ផ្ដើមពីក្មេងប្រុសម្នាក់ឈ្មោះ Karu Tono ដែលកំពុងអង្គុយក្នុងថ្នាក់រៀន Karu ជាក្មេងប្រុសម្នាក់ដែលមើលទៅពិតជាស្ងប់ស្ងាត់និងឯកាមែនទែនតែនៅពីក្រោយភាពស្ងប់ស្ងាត់ទាំងនេះគេជាមនុស្សដែលមានវិប្បដិសារីនិងមានសម្ពាធខ្លាំងដោយសារតែគេគិតថាការស្លាប់របស់ប្អូនស្រីខ្លួន Karen កាលពីប៉ុន្មានឆ្នាំមុនជាកំហុសរបស់គេហើយម្យ៉ាងទៀតគ្រួសាររបស់គេក៏បែកបាក់ដោយសពថ្ងៃគេរស់នៅជាមួយឪពុកដែលប្រមឹកម្នាក់ថ្ងៃមួយពេលចេញពីរៀន Karo បានជួបជាមួយនឹងក្មេងស្រីម្នាក់ឈ្មោះ Anzu Hanashiro នៅពេលដែលពួកគេកំពុងច្រកភ្លៀង Karo ចង់ឲ្យឆាត់របស់ខ្លួនទៅ Anzu ខ្ចីតែនាងមិនចង់ទទួលនោះទេ Karo បានប្រាប់នាងថាផ្ទះរបស់ខ្លួននៅជិតនេះទេចំណែកនាងវិញពេលនេះខ្លួនទៅទឹកជោកអស់ហើយប្រយ័ត្នឪពុកម្ដាយបារម្ភនិយាយដល់ចំណុចនេះ Anzu បានស្រែកដាក់ Karo វិញថានាងគ្មានឪពុកម្ដាយនោះទេហើយពេលនោះនាងក៏ព្រមទទួលយកឆាត់របស់ Karo និងសន្យាថានាងនឹងសងឆាត់ឲ្យគេវិញនៅពេលដែលពួកគេបានជួបគ្នាម្ដងទៀតថ្ងៃបន្ទាប់មានសិស្សម្នាក់បានបដូរសាលាមកដែលនាងគឺជា Anzu នាងជាក្មេងស្រីដែលដូចនឹង Karo អញ្ចឹងនាងមិនសូវចេះនិយាយស្ដីសូម្បីតែពេលមិត្តរួមថ្នាក់មកនិយាយជាមួយក៏នាងធ្វើមិនខ្វល់ជាមួយនឹងពួកគេដែរមិត្តរួមថ្នាក់គិតថានាងជាក្មេងស្រីម្នាក់ដែលគិតថាខ្លួនឯងអស្ចារ្យប៉ុន្តែនាងក៏មិនខុសពី Karo ប៉ុន្មានដែរពួកគេទាំងពីរសុទ្ធតែមានសម្ពាធនិងផ្លូវដែលពិបាកដើររៀងៗខ្លួន Karo រស់នៅក្នុងគ្រួសារដែលបែកបាក់ចំណែក Anzu វិញចង់ជ្រើសរើសអនាគតនិងផ្លូវដើររបស់នាងដោយខ្លួនឯងយប់មួយប៉ារបស់ Karo បានប្រោសហិង្សាមកលើគេទៀតហើយដោយសារតែគាត់ស្រវឹងមិនត្រឹមតែប៉ុណ្ណោះគាត់ក៏បាននិយាយថា Karen ស្លាប់គឺជាកំហុសរបស់ Karo តែទ្រាំមិនបាន Karo ក៏រត់ចេញពីផ្ទះទាំងយប់នោះគេរត់រហូតដល់ក្នុងព្រៃហើយបានរកឃើញរូងភ្នំមួយ Karo បានដើរចូលក្នុងរូងភ្នំនោះនៅទីនោះមានដើមឈើពណ៌ក្រហមជាច្រើនដែលដូចជាដើមឈើវេទមន្តអញ្ចឹង Karo ក៏ហាក់បីដូចជាឃើញប្អូនស្រីរបស់ខ្លួន Karen ផងដែរគេក៏បានរកឃើញស្បែកជើងមួយជំហៀរបស់ Karen នៅទីនោះបន្ទាប់មក Karo ក៏បានរត់ចូលកាន់តែជ្រៅទៅក្នុងរូងភ្នំនោះហើយក៏បានធូបនឹងចាមមួយក្បាលវាមានឈ្មោះថាគីវាជាចាបដែលប្អូនស្រីរបស់គេធ្លាប់ប្រគល់ឲ្យគេវាពិតជាមិនគួរឲ្យជឿទេព្រោះគេគិតថាគីបានស្លាប់យូរមកហើយ Karo ក៏បានយកគីទៅផ្ទះជាមួយខ្លួនវិញផងដែរនៅពេលទៅដល់ផ្ទះវិញប៉ារបស់គេហាក់បីដូចជាបារម្ភពីគេខ្លាំងមែនទែនគាត់បានសុំទោស Karo ហើយប្រាប់គេថាដោយសារតែគាត់ស្រវឹងមួយពេលទើបគាត់ប្រើអំពើហិង្សាមកលើគេបែបនេះហើយគាត់បានសួរទៀតថាតើ Karo ស្នាក់នៅឯណាក្នុងរយៈពេលមួយអាទិត្យនេះ Karo បានប្រាប់គាត់វិញថាគេមិននៅផ្ទះមួយយប់ប៉ុណ្ណោះបន្ទាប់មកគេក៏បានដឹងថាគេមិនបានទៅរៀនមួយអាទិត្យមកហើយតាមពិតទៅគេចូលក្នុងរូងភ្នំនោះរយៈពេលប្រហែលនាទីទេប៉ុន្តែប្រហែលនាទីក្នុងរូងភ្នំស្មើនឹងរយៈពេលមួយអាទិត្យនៅខាងក្រៅនៅពេលដែលគេត្រឡប់ទៅរៀនវិញមិត្តភក្តិរបស់គេបានសួរថាតើ Karo ទៅណាហើយហេតុអ្វីបានជាអត់តបសារអញ្ចឹង Karo ក៏បានตอบវិញថាគេគ្រាន់តែផ្ដាសាយប៉ុណ្ណោះហើយមិនបានបញ្ចូលថ្មទូរស័ព្ទហើយ Anzu ក៏បានសួរ Karo ផងដែរថាないならいい。そう明日も来る？បន្ទាប់ពីចេញពីរៀន Karo ក៏បានចូលក្នុងរូងភ្នំនោះម្ដងទៀតហើយស្រែកហៅឈ្មោះប្អូនស្រីរបស់ខ្លួនគេក៏បានឃើញ Anzu នៅក្នុងនោះផងដែរដល់ពេលឃើញបែបនេះ Karo នាំនាងរត់ចេញមកវិញយ៉ាងលឿនដល់ពេលចេញមកក្រៅវិញ Anzu ឆ្ងល់ណាស់ហេតុអ្វីបានជាមេឃឆាប់ងងឹតយ៉ាងនេះបន្ទាប់មកនាងក៏បានដឹងថាប៉ុន្មានវិនាទីនៅក្នុងរូងភ្នំនោះស្មើនឹង5ម៉ោងនៅខាងក្រៅនៅពេលពួកគេចូលខាងក្នុងនោះអាយុរបស់ពួកគេនៅឆាប់ចាស់ប៉ុន្តែពួកគេនឹងទទួលបានមកវិញនៅអ្វីដែលពួកគេចង់បានថ្ងៃបន្ទាប់ពួកគេក៏ចាប់ផ្ដើមសិក្សានិងពិសោធន៍អំពីរូងភ្នំនោះទាំងអស់គ្នានៅពេលដែលពួកគេចេញពីរៀនពួកគេធ្វើវាជារៀងរាល់ថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរបស់ពួកគេក៏កាន់តែស្និទ្ធស្នាលផងដែរថ្ងៃមួយ Anzu បានរត់ Karo ទៅដើរលេងនៅអាងចិញ្ចឹមត្រីតែ2នាក់នៅពេលនេះទំនាក់ទំនងរបស់ពួកគេកាន់តែស្និទ្ធស្នាលហើយ Anzu បាននិយាយទៅកាន់ Karo ថាតាមពិតទៅនាងពិតជាចង់រត់ឲ្យឆ្ងាយខ្លាំងណាស់តែនៅពេលនាងលេងជាមួយនឹង Karo នាងមិនចង់រត់ទៅណាទៀតនោះទេពេលនេះ Anzu មិនចង់ប្រើរូងភ្នំនោះដើម្បីសម្រេចបំណងរបស់នាងទៀតទេមុនដំបូង Anzu ចង់ប្រើរូងភ្នំវេទមន្តនោះដើម្បីរត់គេចពីអនាគតនិងការគៀបសង្កត់របស់ឪពុកម្ដាយនាងពីព្រោះនាងមិនហ៊ានតវ៉ាជាមួយនឹងពួកគាត់តែឥឡូវនេះនាងហ៊ានក្រោកឈររើបំរាស់ហើយជ្រើសរើសផ្លូវដើរនៅអនាគតរបស់នាងដោយខ្លួនឯងហើយ Karo វិញនៅតែចង់រត់គេចពីពិភពលោកដ៏ពិតប្រាកដនេះទៅកាន់អតីតកាល
ដើម្បីរស់នៅជាមួយប្អូនស្រីខ្លួនអានស៊ូមិនចង់ឲ្យគេធ្វើបែបនេះឡើយនាងប្រមានខារ៉ូថាខារ៉ូនឹងបាត់បង់អ្វីគ្រប់យ៉ាងពីពិភពលោកនេះបើសិនបើគេធ្វើបែបនេះនាងសួរខារ៉ូថាតើនេះជាអ្វីដែលខារ៉ែនចង់បានមែនទេនៅពេលឃើញគេបាត់បង់អ្វីគ្រប់យ៉ាងបែបនេះប៉ុន្តែខារ៉ូថានាងមិនយល់ពីគេនោះទេខារ៉ែនគឺជាគ្រួសារដ៏ពិតប្រាកដរបស់គេការពិតទៅនៅពេលនេះអានស៊ូស្រឡាញ់ខារ៉ូណាស់នាងមិនចង់ឲ្យគេនៅតែឈឺចាប់ដោយសារអតីតកាលរបស់គេនោះទេនាងចង់ឲ្យគេព្រមទទួលស្គាល់នៅអ្វីដែលគេបាត់បង់ពីអតីតកាលចាប់តាំងពីពេលនោះមកខារ៉ូឈប់ទៅសាលារៀនហើយចាប់ផ្ដើមកិច្ចពីអានស៊ូនៅពេលខារ៉ូធ្វើបែបនេះអានស៊ូដឹងថាខារ៉ូមានគម្រោងចូលទៅក្នុងរោងវេទមន្តនោះហើយនឹងមិនត្រឡប់មកពិភពលោកពិតវិញនោះទេអានស៊ូព្យាយាមទៅតាមខាត់ខារ៉ូដែរតែគួរឲ្យស្ដាយខារ៉ូបានចូលទៅក្នុងរោងភ្នំវេទមន្តនោះបាត់ហើយខារ៉ូបានផ្ញើសារមកនាងជាលើកចុងក្រោយថាឲ្យគេសុំទោសដែលគេធ្វើបែបនេះព្រោះនេះគឺជាអ្វីដែលគេត្រូវធ្វើអរគុណដែលនាងតែងតែនៅក្បែរគេរហូតមកអានស៊ូបានព្យាយាមផ្ញើសារបញ្ឈប់ខារ៉ូដោយប្រាប់គេថាគេមិនត្រូវធ្វើបែបនេះនោះទេពេលនេះគេមិនឯកាទៀតនោះទេព្រោះពេលនេះគេមាននាងហើយនាងមិនចង់លើខារ៉ូនិយាយលាមកកាន់នាងបែបនេះទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាងមិនអាចខាត់ខារ៉ូបានឡើយពេលនោះអានស៊ូបានស្រែកយំថានាងគ្រាន់តែចង់រស់នៅជាមួយខារ៉ូប៉ុណ្ណោះងាកមកមើលខារ៉ូវិញពេលនេះគេបានជួបប្អូនស្រីហើយតែអ្វីដែលគេឃើញគ្រាន់តែជាការចងចាំរបស់គេពីអតីតកាលប៉ុណ្ណោះចំពោះខារ៉ូវិញគេសប្បាយចិត្តណាស់ព្រោះពេលនេះបំណងរបស់គេបានសម្រេចហើយខារ៉ូចំណាយពេលជាមួយប្អូនស្រីរបស់ខ្លួនទើបតែបាន4ទៅ5នាទីប៉ុណ្ណោះតែនៅពិភពលោកពិតវិញវាកន្លងហួសអស់រយៈពេល4ឆ្នាំទៅហើយចំណែកអានស៊ូវិញក្នុងរយៈពេលប៉ុន្មានឆ្នាំនេះនាងពិតជាឈឺចាប់ខ្លាំងមែនទែនដែលបាត់បង់ខារ៉ូប៉ុន្តែនាងនៅតែបន្តធ្វើការងារដែលនាងស្រឡាញ់និងទៅសាលារៀនទោះបីជានាងគ្មានខារ៉ូនៅក្បែរក៏ដោយនាងមិនអាចបំភ្លេចខារ៉ូបាននោះទេនាងនៅតែនឹកឃើញពេលវេលាដែលពួកគេនៅជាមួយគ្នាងាកមកមើលខារ៉ូវិញពេលនេះគេបានដឹងហើយថាការរស់នៅជាមួយខារ៉ានក្នុងពិភពលោកនេះគ្រាន់តែជាការចងចាំរបស់ខ្លួននាពេលអតីតកាលប៉ុណ្ណោះខារ៉ូបាននិយាយថាគេពិតជាចង់នៅក្បែរខារ៉ានណាស់តែឥឡូវនេះគេចង់ជួបមនុស្សម្នាក់ដែលម្នាក់នោះគឺជាអានស៊ូគេបានយល់ហើយថាការពិតទៅនៅក្នុងពិភពលោកពិតគេមិនរស់នៅឯកាតែម្នាក់ឯងទៀតទេព្រោះគេមានអានស៊ូចំណែកខារ៉ានវិញនាងមិនបានខាត់បងប្រុសរបស់នាងនោះទេនៅពេលបងប្រុសចង់ចាកចេញបែបនេះនាងនិយាយពាក្យចុងក្រោយមកកាន់ខារ៉ូថាខារ៉ូក៏បានចាកចេញមកពិភពលោកពិតវិញនៅក្នុងពិភពលោកពិតវិញវាកន្លងហួសអស់រយៈពេល13ឆ្នាំមកហើយពេលនេះអានស៊ូក៏បានជួបនឹងមនុស្សដែលនាងស្រឡាញ់វិញដែរអូខេអ្នកទាំងអស់គ្នាពេលនេះសាច់រឿងបានមកដល់ទីបញ្ចប់ហើយអញ្ចឹងអ្វីដែលយើងបានរៀនសូត្រពី anime នេះគឺពេលខ្លះយើងចង់ត្រឡប់ទៅកាន់អតីតកាលវិញដើម្បីកែប្រែរឿងដែលយើងធ្វើខុសនៅក្នុងអតីតកាលប៉ុន្តែអតីតកាលមិនអាចកែប្រែបានទេរឿងដែលយើងត្រូវធ្វើក្នុងពេលបច្ចុប្បន្នគឺត្រូវដើរទៅមុខបន្តការឲ្យអតីតកាលកន្លងហួសទៅវាមិនមែនមានន័យថាយើងត្រូវបំភ្លេចវានោះទេព្រោះវាជារឿងមួយដែលយើងពិបាកធ្វើតែវាជាការផ្ដល់ក្តីសង្ឃឹមឲ្យយើងដើរទៅមុខបន្តហើយចាកចេញពីភាពឈឺចាប់